មកបងប្អូនបើសិនជាបងប្អូនអាចបានទៅដល់លេងទេបងប្អូនអាចទស្សនាវីដេអូរបស់នាងខ្ញុំបានចានាំបងប្អូនដល់លេងទៀតឯនេះនៅលើផ្លូវជាតិលេខ5មកបងប្អូនតពីថ្ងៃមុនហ្នឹងហើយចាដោយសារតែថ្ងៃមុនហ្នឹងមកធ្វើដំណើរតាមផ្លូវហ្នឹងចូលរៀងច្រើនកន្លែងដែរបងប្អូនចាវាមួយហ្នឹងចូលនៅរាជធានីលង្វែកបន្ទាប់មកទៀតបានចូលទៅញ៉ាំបាយថ្ងៃនៅភ្នំឧដុង្គហើយបានបន្តមកទៀតចូលទៅកន្លែងវត្តចន្ទបជោតហៅវត្តសុតចាហើយបន្ទាប់ពីនឹងទៀតចូលទៅរមណីយដ្ឋានភ្នំនាគសបងប្អូនស្ថិតនៅស្រុកកកខេត្តពោធិ៍សាត់ចាហើយបន្ទាប់ពីហ្នឹងក៏ទៅសម្រាកនៅពោធិ៍សាត់ផ្ទះរបស់នាងខ្ញុំមួយយប់ហើយថ្ងៃនេះគឺបន្តដំណើរមកខាងខេត្តបាត់ដំបងបងប្អូនចានេះគឺនៅជើងភ្នំបន្នន់តែម្ដងចាដោយសារតែនៅបាត់ដំបងនេះខ្ញុំធ្លាប់មកឆ្លងកាត់3ដងហើយប៉ុន្តែអត់ដែលបានចូលលេងសោះអញ្ចឹងណាអញ្ចឹងហើយថ្ងៃនេះមានឱកាសក៏ចង់ជូនម៉ាក់ក្មេករបស់នាងខ្ញុំគាត់បានមកលេងម្ដងអញ្ចឹងណាឲ្យស្គាល់ចាហើយមកដល់កន្លែងជើងភ្នំបន្នន់នេះចង់និយាយថាគេមានកន្លែងសម្រាប់ជាទីសក្ការៈបូជាអញ្ចឹងណាយើងអាចឲ្យធូបថ្វាយអង្គមព្រះដើម្បីសុំសេចក្តីសុខសេចក្តីចម្រើនអីចឹងទៅការធ្វើដំណើរទៅមកអីចឹងណាឲ្យស្រុកសុខសប្បាយអីចឹងទៅចានិយាយរួមទៅនៅក្នុងស្រុកខ្មែរយើងពាក់ព័ន្ធជាមួយនឹងជំនឿពុទ្ធសាសនាយើងនៅតែជឿនឹងគោរពចឹងណាចាប៉ុន្តែចង់និយាយថាបើតាមពុទ្ធិការបស់ព្រះពុទ្ធតែម្ដងចាខ្ញុំធ្លាប់ស្ដាប់លោកទេសនាណាគឺអត់មានសាសនាព្រះពុទ្ធណាដែលព្រានប្រដៅឲ្យមនុស្សសុំទេដូចជាសុំសេចក្តីសុខរស់ស៊ីមានបានអីចឹងណាវាជាការប្រាថ្នាភាពលោភអីចឹងទៅចាធ្វើម៉េចបងប្អូនហើយយើងជាបុគ្គលជនសាមញ្ញធម្មតាអញ្ចឹងហើយតែងតែធ្វើបុណ្យធ្វើទានអីចឹងតែឲ្យធូបសុំសេចក្តីសុខសប្បាយអីអញ្ចឹងហើយចារស់ស៊ីមានបានជាជុំអីចឹងទៅចាហើយឥឡូវបន្ទាប់ពីដើរទៅមើលឡើងផ្លូវឡើងភ្នំគឺទៅមើលជាដើរហ្នឹងហើយអត់បានឡើងទេដោយសារតែវាភ្លៀងហ្នឹងគឺវាដោះស្នឹមស្លែអញ្ចឹងណាខ្លែល្អិលហើយណាមួយពេលវេលាវារៀងគីដែរអញ្ចឹងយើងអត់សូវមានពេលច្រើនទេឥឡូវមកកន្លែងទិញសបុតជីឡូរីម្ដងចាព្រោះធ្លាប់តែឃើញគេថតអីចឹងណាយើងអត់ដែរជីហេអញ្ចឹងហើយក៏មកជីម្ដងឲ្យស្គាល់រសជាតិជីឡូរីនៅជើងភ្នំបន្នន់ចាឥឡូវមកងាកឃើញរ៉ាត់ដើរមកឃើញរ៉ាត់ឃើញដួងអីពងនេះនាំគ្នាទិញញ៉ាំសិនណាក្មេងៗចូលចិត្តក្មួយខ្ញុំអីហើយមកថ្ងៃនេះគឺបុណ្យអុំទូកថ្ងៃទី2បងប្អូនហើយនេះមកមនុស្សម្នាច្រើនកកតែម្ដងមើលតឡានដឹងហើយឡើងណែនតាប់ចាហើយដោយបងប្អូនបាននឹងស្រាប់ហើយថាវីដេអូនេះវារៀងយូរឯតែនេះខ្ញុំអត់មានពេលវេលាកាត់ដើម្បីធ្វើតែជូនបងប្អូនទស្សនាអញ្ចឹងណាតែឆ្លៀតពេលបងប្អូនហើយរវល់នឹងដោយសារចំអកមួយហ្នឹងឯងមួយគឺថារវល់មកផ្ទះតែម្ដងចាធ្វើម៉េចយើងជួយគ្នាហ្នឹងហើយមកដើរលេងនេះគឺថាមិនឲ្យពិបាកទេគឺដើរលេងដូចយើងមនុស្សធំអញ្ចឹងស្រួលណាគ្រាន់តែថាអង្គគេមានកូន3 4គេនៅម្នាក់ឯងគេថតវីដេអូបានទៀតតែចំពោះមួយខ្ញុំមួយនេះឲ្យលវាមដូចចាប់ក្តាមដាក់ចអេបងប្អូនហើយឥឡូវយើងនាំគ្នាចូលទៅទិញសបុតចាដើម្បីជីឡូរីបងប្អូនចាហើយមនុស្សម្នាច្រើនណាឥឡូវយើងទិញសបុតបានហើយអង្គុយរងចាំមួយផ្លែតចាទៅរួមតែអស់មនុស្សចឹងណាចាព្រោះថាមនុស្សដែលគាត់ចាំគាត់ទិញសបុតនឹងចាំចូលនឹងគឺច្រើនណាបងប្អូនចាច្រើនហើយឥឡូវមកដល់ហើយចូលដល់លេខរៀងយើងត្រូវជីឡូរីយើងមានឡូរីមកដល់គឺយើងអាចឡើងជីបានចឹងណាចានេះបងប្អូនហើយស្គាល់រសជាតិទេនេះជីឡូរីនៅជើងភ្នំអាណន់ណាសបាយម្យ៉ាងដែរបងប្អូននិយាយដំបងភ័យចាដំបងភ័យពួកអីពេលឡើងមកគឺឡូរីនោះគឺលឿនមានលឿនលឿនចឹងណាហើយចឹងទៅយើងអត់ធ្លាប់ជិះយើងភ័យខ្លាចធ្លាក់ចឹងវាអត់អីដែរចាហើយក្មួយខ្ញុំក៏សប្បាយខ្លាំងណាស់សប្បាយចិត្តខ្លាំងណាស់បានជិះចឹងអ៊ំគេចាប់ឡើងជាប់ព្រោះភ័យខ្លាចធ្លាក់អីចឹងណាចាហើយក្មួយខ្ញុំគ្រាន់តែឃើញគេរៀដៃ Hello លោកគាត់គឺសប្បាយចិត្តខ្លាំងណាស់មួយទៅទឹកមុខគាត់ដឹងហើយបងប្អូនហើយម៉ាឡូរីសប្បាយមួយខ្ញុំមួយសប្បាយជាងគេចា
ហើយការជិះឡូរីនេះផងដែរគឺគេជិះកវ៉ែលតាមជើងភ្នំបងប្អូនជើងតាមជើងភ្នំម្ណន់តែម្ដងចាហើយយើងអាចមើលទេសភាពតាមជើងភ្នំបានចឹងដែរហ្នឹងណាចាមកជាហៀងភ្នំដែរហើយមានទៅមានមកចឹងទៅបដាក់គ្នាទៅមកចឹងទៅចាហើយមកជើងភ្នំហ្នឹងគឺក្រាន់ដែរចាទំហំធំហើយជិះឡើងមកសបកធំដែរហ្នឹងហើយខ្យល់លឹងតិចតែម្ដងចាហើយណាមួយអានេះគឺម៉ោងរៀងរសៀលដែរហើយម៉ោង2ជាងហើយចានេះម៉ោង2ជាងហើយនិយាយទៅសបោមនុស្សតលេងចាយើងមកហ្នឹងយើងទិញសបុតឡូរីផងហើយនៅក្នុងហ្នឹងក៏យើងទិញសបុតចូលកន្លែងសួនផ្កាគេឥឡូវហ្នឹងដល់ចំណតកន្លែងចូលកន្លែងសួនផ្កាផ្ទះផ្កាគេហ្នឹងហើយអញ្ចឹងយើងឈប់នៅនឹងសិនហើយយើងចូលទៅលេងនៅកន្លែងសួនផ្កាគេមួយទៀតនៅក្នុងហ្នឹងដែរបងប្អូនចានៅមួយរៀងទៀតបន្ទាប់ពីយើងដើរលេងនៅនឹងចាប់សពគ្រប់ហើយបានយើងត្រឡប់ទៅជិះឡូរីត្រឡប់ទៅវិញអញ្ចឹងណាចានៅកន្លែងនេះមកលេងលើកទី1បងប្អូនឥឡូវឈប់ហើយនៅចាំគ្នាអញ្ចឹងណាដើម្បីជុំគ្នាហើយបានបន្តដំណើរតទៅមុខទៀតព្រោះឡូរីមួយនឹងជាអត់អស់គ្នាអញ្ចឹងហើយដាក់ឡូរី2គឺចូលមួយគេមួយឯងអញ្ចឹងមួយមកដល់មួយទៀតអត់ទាន់មកដល់អញ្ចឹងណាចាំគ្នាជុំគ្នាហើយបានដើរតដំណើរទៅមុខទៀតទៅចូលរីសតនៅផ្លូវទៅសួនការដើម្បីទៅសួនមិនដែរអារម្មណ៍ជិះឡូរីលើកមកមិនដែរអារម្មណ៍ធ្វើបាត់យើងចងាយយើងចង់ដឹងអញ្ចឹងឯងដោយសារយើងសួនអញ្ចឹងហីបងសួរអត់យកចូលបងអញ្ចឹងហីបានទៅផ្ទាល់ឯងអាចទស្សនាវីដេអូបាយទៅហើយបានចាបែបសบายងាយបងប្អូននៅក្នុងហ្នឹងគេមានម៉ាតហ្នឹងមានលក់ចំណីចំណុចនិយាយថានេះឥឡូវយើងបាននេះពីលក្ខណៈគ្រឿងរបស់កូនក្មេងសម្ភារៈកូនក្មេងរបស់ញ៉ាំរបស់អីគេមានបែងចែកឡុកគេអញ្ចឹងណាចាហើយបន្ទាប់ពីហ្នឹងហើយចាយើងចូលមកក្នុងសួនតែម្ដងក្នុងសួនទាំងគេទាំងយើងហ្នឹងនេះអត់ធ្លាប់មកក៏មកដែរចានិយាយទៅក្នុងសួនផ្ទះផ្ការបស់គេគឺពិតជាមានផ្កាមែនគឺសិតតែផ្កាតែម្ដងគឺផ្ការៀងលក្ខណៈថាចម្រុះគ្នាអញ្ចឹងណាបងប្អូនចាខ្ញុំថតកាត់អញ្ចឹងណាចាព្រោះរវល់តែដើរលេងផងហើយភ្លេចពេលខ្លះរវល់លេងភ្លេចថតអញ្ចឹងណាបងប្អូនរវល់មើលឆ្វេងមើលស្ដាប់និយាយទៅចែកលេខចែកកើតអញ្ចឹងទៅអត់បានថតអញ្ចឹងណាចាអញ្ចឹងហើយបងប្អូនអាចទស្សនាក្នុងវីដេអូនេះបានថាទស្សនភាពជាក់ស្ដែងបែបណាចាហើយនៅក្នុងហ្នឹងផងដែរគេមានជួលរមាក់ជួលកង់អីចឹងណាយើងចង់លក្ខណៈថាយើងអត់ចង់ដើរអញ្ចឹងយើងហត់អីឬក៏មានកូនក្មេងឬក៏មនុស្សចាស់អីចឹងខ្លាចហត់អីយើងចង់ធាក់កង់ក៏ធាក់ទៅធាក់រមាក់ក៏ធាក់ទៅអាហ្នឹងស្រ័យលើយើងហើយចង់ជីអីជួលនឹងទៅតែខ្ញុំមកដំបូងនេះអត់ដឹងអីអញ្ចឹងហើយគឺដើរសុទ្ធតែម្ដងហើយអ្នកម្ដាយរបស់ខ្ញុំនោះឡើងទន់ជើងឲ្យព្រោះទីតាំងនៅលេងនេះសួននេះគឺធំខ្លាំងបងប្អូនវាល្វឹងល្វើយតែម្ដងគ្រាន់តែពូគេនិយាយថាអូនថតគេមកអង្គុយក្បែរកន្លែងទឹកបាញ់នេះធ្វើត្រឹមត្រូវអីណាក្មួយខ្ញុំហើយមកក្នុងសួននេះផងដែរគឺលក្ខណៈថាចម្រុះគ្នាបងប្អូនផ្កាចម្រុះហើយមានកន្លែងអាំងចិញ្ចឹមត្រីមានកន្លែងកញ្ចុះអង្គុយចាហើយនិយាយទៅវាលក្ខណៈថាចម្រុះសម្បូរបែបហើយក្នុងហ្នឹងមានអាហ្នឹងគេហៅឆាត់យោងអីបងប្អូននេះអាពងនេះពងឆាត់យោងនេះជាស្រ័យខ្ញុំហៅខុសអីចឹងណាបាឡុនចាហ្នឹងហើយក្មេងអីមកច្រើននឹងក្មេងនឹងចាស់ហ្នឹងហើយនេះគឺរៀងជ្រេដែរហើយម៉ោង4ណាបងប្អូនចាឡើងល្ងាចហើយក្មួយខ្ញុំនេះកុំទៅឃើញថាអាណាមានពណ៌ប្លែកអីហ្នឹងគឺទៅចូលទៅហើយនេះហើយហ៊ានឡើងទៅម្នាក់ឯងខ្ញុំផ្លឹងរត់តាមព្រោះខ្លាចធ្លាក់អីចឹងណាចានិយាយទៅឃើញសัตว์ឃើញអីរូបសម្លាក់អីទាឡើងជីពេញហ្នឹងនេះម៉ាម៉ាទៅធ្វើម៉េចឲ្យតែគាត់សុបាយចិត្តក្មេងណាព្រោះយូរបាននាំគាត់មកដើរលេងចឹងម្ដងចានិយាយទេព្រោះថាទីកន្លែងឆ្ងាយពីផ្ទះអីចឹងណាចាបងប្អូននឹងស្រាប់អីទៅតែខ្ញុំនៅពោធិ៍សាត់មែនគៀកជាមួយនឹងខេត្តបាត់ដំបងប៉ុន្តែមែនតើទៅគឺខ្ញុំអត់ធ្លាប់បានចូលទៅលេងកន្លែងកំសាន្តណាមួយទេគឺបានត្រឹមតែជិះកាត់អីចឹងណាចាហ
ហើយឥឡូវនេះឃ្លាមម្ដងពេញហើយក៏ទឹកតែបានទៅលេងនឹងស្គាល់ខេត្តបាត់ដំបងចាស្គាល់ភ្នំបាណន់គេបានស្គាល់រសជាតិជិះឡូរីជើងភ្នំបាណន់គេណាហ្នឹងហើយនេះគាត់លក្ខណៈថាគាត់មានម៉ាក់ប៉ាចាស់អីចឹងគាត់ចង់ជិះកង់លក្ខណៈហាត់ប្រាណធាក់កង់ធាក់លម៉កហ្នឹងចាលក្ខណៈហាត់ប្រាណអីសบายម្យ៉ាងបងប្អូនមកជុំគ្រូសាថ្ងៃចុងសប្តាហ៍ថ្ងៃបុណ្យថ្ងៃទៀនថ្ងៃចុងសប្តាហ៍អីបើសិនជាអាចចំណាយពេលវេលាជួបជុំគ្រូសាដើរលេងកម្សាន្តឲ្យសบายរីករាយខ្លះអញ្ចឹងណាបងប្អូនចានិយាយទៅខ្ញុំឆ្លៀតណាបងប្អូនដោយសារអីខ្ញុំគិតថាឥឡូវនេះខ្ញុំនៅមានកម្លាំងអាចដើរលេងបានហើយម្ដាយក្មេករបស់ខ្ញុំក៏ដូចគ្នាដែរបើសម្រាប់ម៉ាក់របស់ខ្ញុំបង្កើតគឺគាត់មានកម្លាំងគឺថាគាត់អាចដើរលេងបានហើយគាត់ដើរលេងច្រើនកន្លែងដែរឥឡូវគាត់អាយុរៀងច្រើនអញ្ចឹងណានៅតែម្ដាយក្មេករបស់ខ្ញុំទេគាត់អត់ទាន់ដែលបានស្គាល់កន្លែងណាកន្លែងណីអីចឹងអញ្ចឹងហើយក៏មានពេលវេលាឆ្លៀតនាំគាត់ដើរលេងឲ្យគាត់ស្គាល់កន្លែងខ្លះឲ្យគាត់សប្បាយចិត្តអីចឹងណាបងប្អូនអញ្ចឹងបងប្អូនមានលុយកាក់មានអីល្មមនាំគាត់ដើរលេងទៅឲ្យគាត់សប្បាយរីករាយអញ្ចឹងណាតើគាត់នៅដើរបានអញ្ចឹងអរគុណបងប្អូនសម្រាប់ការទស្សនាជួបគ្នាវីដេអូក្រោយជម្រាបលា